ប្រព័ន្ធស្វ័យប្រវត្តិកម្មចូលបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទូរចក្រយានយន្តត្រីចក្រយានយន្តនិងម៉ូតូកង់4របៀបចូលបញ្ជីនិងទិញលេខសូមបើកកម្មវិធី Internet Browser វាយបញ្ចូលគេហទំព័រ vehicle.mpwt.gov.kh ជម្រើសក្នុងការស្វែងរកលេខរថយន្តនិងលេខពិសេសផ្ទាល់ខ្លួនម៉ូតូបានបង្ហាញឡើងចុចលើប្រអប់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដើម្បីស្វែងរកលេខនិងទិញលេខទុកឬចុះបញ្ជីរួចស្វែងរកលេខណាមួយដែលលោកអ្នកពេញចិត្តដែលមានលេខឬនឹងអក្សរឡាតាំងឬនឹងសញ្ញាចុចចាប់ពី1ខ្ទង់ដល់8ខ្ទង់លើកលែងប្រភេទលេខដែលហាមឃាត់នឹងបានលក់ចេញរួចហើយឧទាហរណ៍ខ្ញុំវាយពាក្យថាលេខ ម៉ូតូរួចចុចស្វែងរកលេខដែលបានស្វែងរកនឹងបង្ហាញឡើងរួចចុចលើផ្លាកលេខជំរើសទិញលេខទុកឬទិញលេខនឹងចុះបញ្ជីនឹងបង្ហាញឡើងឥឡូវនេះខ្ញុំជ្រើសរើសទិញលេខនឹងចុះបញ្ជីដើម្បីអាចទិញលេខនិងចុះបញ្ជីបានតម្រូវឲ្យមានគណនីជាមុនសិនចុចលើបង្កើតគណនីរួចបំពេញតាមប្រអប់ដែលបានបង្ហាញឲ្យបានត្រឹមត្រូវចុចចុះឈ្មោះបន្ទាប់មកបញ្ចូលលេខកូដ OTP ដែលផ្ញើទៅទូរស័ព្ទលោកអ្នកពេលបានបង្កើតគណនីរួចឬមានគណនីរួចហើយលោកអ្នកគ្រាន់តែបំពេញនូវឈ្មោះគណនីរួមជាមួយនឹងពាក្យសម្ងាត់ដើម្បីចូលប្រព័ន្ធនឹងទាមទារបញ្ចូលព័ត៌មានបន្ថែមជាពិសេសឯកសារអត្តសញ្ញាណលោកអ្នកអាចសម្គាល់ប្រអប់ដែលគ្មានសញ្ញាផ្កាយលោកអ្នកពុំចាំបាច់បំពេញក៏បាននោះលោកអ្នកនឹងចូលដល់ដំណាក់កាលទាំង6ដើម្បីបន្តការចុះបញ្ជីដំណាក់កាលទី1ឯកសារត្រូវជ្រើសរើសប្រភេទយានយន្តប្រភេទម៉ាស៊ីននិងប្រភេទអត្តសញ្ញាណម្ចាស់កម្មសិទ្ធិបញ្ចូលលេខឯកសារនិងរូបភាពឯកសារតាមប្រអប់នីមួយៗតាមគំរូណែនាំហើយនៅចំណុចបង្កាន់ដៃពន្ធយានយន្តនេះលោកអ្នកគ្រាន់តែចុចលើប្រអប់បញ្ចូលនៅលេខបង្កាន់ដៃពន្ធនាំចូលតាមការណែនាំបញ្ចូលលេខតួហើយចុចប៊ូតុងយល់ព្រមបន្ទាប់មកបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូលនិងរូបភាពឯកសារផ្សេងៗទៀតចុចប៊ូតុងបន្ទាប់ដើម្បីបន្តទៅដំណាក់កាលទី2ជ្រើសរើសទំហំផ្លាកលេខរួចចុចប៊ូតុងបន្ទាប់ដើម្បីបន្តដំណាក់កាលទី3បញ្ចូលព័ត៌មានបច្ចេកទេសយានជំនិះឲ្យបានត្រឹមត្រូវចុចប៊ូតុងបន្ទាប់ដើម្បីបន្តដំណាក់កាលទី4បញ្ចូលឬផ្ទៀងផ្ទាត់ឡើងវិញរួចចុចប៊ូតុងបន្ទាប់ដើម្បីបន្តដំណាក់កាលទី5សូមផ្ទៀងផ្ទាត់ព័ត៌មានដែលបានបញ្ចូលចុចប៊ូតុងបន្ទាប់សូមអានកិច្ចព្រមព្រៀងរបស់អតិថិជនចុចគ្រីសនិងយល់ព្រមដំណាក់កាលទី6លោកអ្នកអាច scan QR code លើវិក័យប័ត្រឬចុចទូទាត់ហើយធ្វើការជ្រើសរើសគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារដៃគូរបស់ក្រសួងដើម្បីធ្វើការទូទាត់ជ្រើសប្រភេទនៃការទូទាត់ចុចលើ logo ធនាគារណាមួយចុចទូទាត់រួចវាយលេខកូដសម្ងាត់ធនាគារជាការស្រេចជំហានបន្ទាប់ត្រូវរងចាំការត្រួតពិនិត្យនិងអនុម័តចុងក្រោយលោកអ្នកនឹងទទួលបាននូវសារ SMS ដើម្បីទទួលបានការគ្រានឹងផ្លាកលេខព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ hotline 1275ឬទំព័រ Facebook ក្រសួងសាធារណការនិងដឹកជញ្ជូនឬមកមណ្ឌលផ្ដល់សេវាសាធារណៈដោយផ្ទាល់សូមអរគុណ